ជំរាបសួរថ្នាក់ដឹកនាំទាំងអស់គ្នាយើងបានរៀនពីយុទ្ធសាស្ត្រផ្សេងៗឥឡូវរៀនពីជំនាញឯកទេសក្នុងការដឹកនាំក្រុមលក់គឺឯកទេស RTMS អញ្ចឹងតើក្នុង RTMS ជាអីអញ្ចឹងចង់ជម្រាបជូនថ្នាក់ដឹកនាំទាំងអស់ថា RTMS គឺជាជំនាញឯកទេសអញ្ចឹងជាថ្នាក់ដឹកនាំត្រូវមានឯកទេសខាងហ្នឹងទាំង4ហ្នឹងសំខាន់អញ្ចឹងបើអត់មានអានឹងទេពិបាកអញ្ចឹងឯកទេសទី1គឺអក្សរ R ហ្នឹងគឺ recruit ឯកទេសខាងជ្រើសរើសអញ្ចឹងជាថ្នាក់ដឹកនាំបកែកម្រិតណាខ្ញុំមិនដឹងទេនៅក្នុង agency ទីមទាឲ្យយើងមានជំនាញឯកទេសខាងជ្រើសរើសសមាជិកក្រុមលក់អញ្ចឹងបើយើងអត់ចេះរើសក្រុមលក់ទេអត់មានអ្នកណាទៅរើសក្រុមឲ្យយើងបានទេគ្មានអ្នកណាជួសយើងបានទេអញ្ចឹងវាចាប់ផ្ដើមពីយើងក្នុងការជ្រើសរើសក្រុមលក់របស់យើងអញ្ចឹងសំណួរថារើសយ៉ាងម៉េចជីទូទៅខ្ញុំឲ្យពាក្យមួយចំនួនការជ្រើសរើសទី1ត្រូវមើលលើយុទ្ធសាស្ត្រយើងវិញទំហំក្រុមស្រាក់រចនាសម្ព័ន្ធក្រុមហើយនឹង rule នៃការរើសតែយើងយកប្រហែលក្នុងក្រុមរបស់យើងរើសប្រហែលមកថា rule of 5អញ្ចឹងយើងត្រូវទៅរើស5មកត្រូវទៅរើស5បន្តមកទៀតយើងកំណត់អំពីលក្ខខណ្ឌតើអ្នកណាខ្លះដែលអាចមានសិទ្ធិក្លាយជាសមាជិករបស់ក្រុមយើងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យប្រើរូបមន្តណាមួយដែលលោកស្រីសប្បាយចិត្តក្នុងការជ្រើសរើសអញ្ចឹងប្រើរូបមន្តដែលយើងសប្បាយចិត្តហើយកំណត់លក្ខខណ្ឌដែលយើងចង់បានហើយមនុស្សភាគច្រើនបារម្ភក្រែងលោគេអត់មកអ្នកណាក៏យកអ្នកណាក៏បានអ្នកណាក៏ដោយក្នុង agency អត់អាចយកអ្នកណាក៏ដោយបានទេអញ្ចឹងបើយកអ្នកណាក៏ដោយក្រុមយើងគឺអលំលាយតរួចទេអញ្ចឹងយើងត្រូវរកអ្នកណាដែលមានទាំងចំណេះដឹងមានចំណេះជំនាញសមល្មមមិនបាច់ខ្លាំងពេកទេសមល្មមសមមានចរិតលក្ខណៈដូចក្រុមយើងដែរគាត់ជួយចិត្ត agency ដែរហើយអលោកស្រីអាចកំណត់សូចនាករ4-5ទៅក្នុងការរើសគាត់អញ្ចឹងយើងត្រូវរកអ្នកណាក៏ដោយដែលជួយចាត់លុយដែលមុខលុយដែលគេហៅ PhD គាត់មាន PhD មិនមែនសញ្ញាបត្រទេគាត់មាន passion គាត់ hungry for money គាត់ចង់បានលុយហើយចុងក្រោយត្រូវតែឆែកគាត់ dream driven អញ្ចឹងជាបុគ្គលដែលមានសុបិនច្បាស់លាស់អញ្ចឹងអ្នកដែលមកធ្វើការក្នុង agency បានត្រូវតែអ្នកដែលមានមហិច្ឆតាធំត្រូវតែជាអ្នកដែលស្រឡាញ់លុយត្រូវតែអ្នកដែលមានគោលដៅច្បាស់លាស់មានសុបិនច្បាស់លាស់សុំយកមកអញ្ចឹងបើអ្នកណាមិនដឹងថាថ្ងៃក្រោយចង់បានអីចង់ធ្វើអីមិនគួរហៅគាត់មកក្រុមយើងទេពីព្រោះគាត់មកលលេលលុបលេខទាំងអស់គ្នាឡើយហ្នឹងឯងអញ្ចឹងយកអ្នកណាដែលមានគោលដៅច្បាស់លាស់មានមហិច្ឆតាក្នុងការដឹកនាំក្រុមមានមហិច្ឆតាក្នុងការលក់ស្រឡាញ់លុយឲ្យតម្លៃលុយថាលុយបានមកដោយលំបាកអញ្ចឹងគាត់ច្បាស់ជាបម្រើសេវាកម្មមកអតិថិជនបានល្អគាត់ប្រឹងប្រែងដោយសារអីគាត់ឃើញថាលុយគឺវានៅក្នុងមុខហើយលុយមិនបានមកដោយងាយទេលុយបានមកដោយកម្លាំងប្រឹងប្រែងវិជ្ជាជីវៈដែលយើងមានអញ្ចឹងយកអ្នកណាដែលមានបែបហ្នឹងគឺមានឆែកមើល PhD ទី1ទី2ឆែកមើល3E មើលអក្សរ E3 គាត់នឹងជាមនុស្ស enjoy ជាមនុស្សរីករាយនឹងសង្គមនឹងអត់បើអ្នកខ្លះគាត់បន្ទោសសង្គមវិញចេះវិញចោះមនុស្សល្អអញ្ចឹងមិនបាច់យកមកទេទី2គាត់ engage គាត់ជាមនុស្សដែលស្គាល់គេដែលជួយចាត់ធ្វើតំណែងអីមួយអ្នកដតីបានអូខេក៏យកមកលើយកបាននិងទី3 E ទី3គឺ encourage មនុស្សដែលចេះលើកទឹកចិត្តគ្នាមនុស្សដែលចេះលើកស្ទួយគ្នាមនុស្សចេះលើកទឹកចិត្តខ្លួនឯងចាំយកមកអញ្ចឹងបើគាត់អត់មាន 3E ទេគាត់អត់ enjoy life ទេជីវិតដូចអាចច្រកថងអញ្ចឹងណាមិនបាច់យកមកទេអញ្ចឹងគាត់មិនរីករាយនឹងជីវិតទេគាត់មិនរីករាយនឹងសង្គមមួយនេះទេវាល្អចេះល្អចោះមិនយកមកទេទី2គាត់មិនមានស្គាល់ណាទេគាត់មិនចូលចិត្តធ្វើតំណែងគាត់មិនចូលចិត្តសាងតំណែងមួយណាទេក៏មិនបាច់យកមកដែរចុងក្រោយគាត់មិនចេះលើកទឹកចិត្តត្អូញរហូតអញ្ចឹងមិនបាច់យកមកទេបាទចេះជ្រូងចេះលើកទឹកចិត្តគេបាទបើគាត់ត្រូពងគាត់យកដែរអញ្ចឹងយកអ្នកណាដែលចេះលើកទឹកចិត្តខ្លួនឯងរីករាយនឹងអ្នកដទៃជោគជ័យចេះជួយគ្នាយកមកអញ្ចឹងនៅក្នុងនោះក៏វាមានរូបមន្តច្រើនទៀតនៅក្នុងឯកទេសជ្រើសរើសហ្នឹងខ្ញុំមិនរាយរាប់ទេអត់ស្អីរៀនថែមអាចជួបខ្ញុំក្នុងវីដេអូផ្សេងទៀតបាទអញ្ចឹងរឿងសំខាន់ទី1ឯកទេសដែលលោកស្រីត្រូវតែមានជាអ្នកដឹកនាំផ្នែកលក់ហ្នឹងហើយជាអ្នកកំពុងរៀនក្តីជាអ្នកដឹកនាំស្រាប់ក្តីសូមពិចារណាក៏ដូចជាមើលឡើងវិញពីជំនាញឯកទេសរបស់យើងក្នុងការជ្រើសរើសសមាជិកក្រុមហ្នឹងមិនដែរមានបញ្ហាតាណាបាទក្រៅពីរើសតែចេះបញ្ចប់គេអត់អញ្ចឹងណាអញ្ចឹងក្នុងរើសនេះគឺវាមានពាក្យរបស់វាគឺរើសហើយនឹងបញ្ចប់ណាអញ្ចឹងថែឬបញ្ចប់ក៏ពិតមែនទែន3ហើយមួយទៀតក្នុងវិស័យផ្នែកលក់ការជ្រើសរើស
សមាជិកក្រុមគឺជាដង្ហើមនៃអាជីវកម្មមួយហ្នឹងអញ្ចឹងបើសិនបើលោកស្រីរើសអត់បានដួលហើយអញ្ចឹងគេមានពាក្យមួយគេថា no recruit die recruit or die អញ្ចឹងមានពាក្យកន្លឹះហ្នឹងដែលគេតែងតែចងចាំគ្រប់គ្នាអ្នកដែលធ្វើការក្នុង agency អញ្ចឹងសិក្សាបន្ថែមទៀតថាតើការជ្រើសរើសសមាជិកក្រុមជំនាញឯកទេសមួយហ្នឹងយើងមាននៅក្នុងនាមយើងជាថ្នាក់ដឹកនាំបើអត់មានរៀនថែមចម្លើយមានតែមួយទេគឺរៀន